ចាជំរាបសួរថ្ងៃនេះគឺជាថ្ងៃទី3ហើយនៃការបង្កើត Excel ដែលក្នុងនោះខ្ញុំលើកយកចំណុចទាក់ទងជាមួយនឹងការប្រើប្រាស់ conditional formatting ចាអញ្ចឹងនៅក្នុងថ្ងៃទី1កាលណាខ្ញុំបានបង្ហាញនៅក្នុងការដាក់លក្ខខណ្ឌទូទាត់នៅក្នុងconditional formatting ក្នុងនេះហ្នឹងនៅក្នុងលំហាត់របស់ខ្ញុំហ្នឹងខ្ញុំមានបង្ហាញឧទាហរណ៍ថាខ្ញុំកំណត់ថាប្រសិនបើលក្ខខណ្ឌនៃការទូទាត់ហ្នឹងទូទាត់លុយតាមធនាគារ ABA ឲ្យវាចេញពណ៌ទឹកក្រូចជាងសៀលនេះកាលណាបើសិនបើទូទាត់លុយជាសាច់ប្រាក់ឲ្យវាចេញពណ៌ផ្ទៃមេឃនេះហើយបើសិនបើទូទាត់លុយតាមរយៈធនាគារ ACD ដែរឲ្យចេញពណ៌បៃតងចឹងហ្នឹងក្នុងនេះខ្ញុំឧទាហរណ៍តាមនេះក្នុងលក្ខខណ្ឌបើសិនបើខ្ញុំដាក់ជាសាច់ប្រាក់វិញcolumn វានឹងប្រែប្រួលទៅជាពណ៌ផ្ទៃមេឃតែម្ដងប៉ុន្តែបើសិនបើក្នុងនេះខ្ញុំដូរដាក់ទៅជាធនាគារABA ចឹងអាហ្នឹងវាពណ៌ហ្នឹងវាដូរទៅពណ៌ដែលបានកំណត់ហ្មងចឹងពណ៌ហ្នឹងគឺកំណត់ដោយសារនៅក្នុងលក្ខខណ្ឌហើយបើបងប្អូនចង់ច្បាស់ទាក់ទងជាមួយការលំហាត់ហ្នឹងអាចបកទៅមើលវីដេអូចាស់បានណាចឹងនៅថ្ងៃទី2ខ្ញុំបានបង្ហាញទាក់ទងជាមួយចំណុចមួយទៀតគឺរឿងស្វែងរកទិន្នន័យស្ទួនចឹងនៅក្នុងទិន្នន័យស្ទួនហ្នឹងមានដូចគ្នាក្នុងនេះខ្ញុំបានដាក់លក្ខខណ្ឌថាបើសិនបើមានទិន្នន័យវាស្ទួនឲ្យវាចេញពណ៌លឿងចឹងករណីរបស់វាស្ទួនគឺវាចេញពណ៌លឿងមកក្នុងករណីនេះឧទាហរណ៍ថាដោយលេខវិក័យប័ត្រនេះវាអត់ស្ទួនវាមាន highlight ពណ៌លឿងទេតែបើសិនបើឧបមាថាខ្ញុំកែតួលេខហ្នឹងឲ្យវាចេញទៅស្ទួនគឺវាមាន highlight ពណ៌លឿងហើយអញ្ចឹងអានេះគឺលក្ខខណ្ឌទី2ដល់ហើយចូលមកដល់ថ្ងៃទី3នេះខ្ញុំចង់បង្ហាញមួយទៀតនៅក្នុង conditional formatting ដដែលតែយើងអាចមានចំណុចផ្សេងទៀតដែលសម្រាប់បង្ហាញណានៅក្នុងនេះខ្ញុំឧទាហរណ៍មួយទាក់ទងជាមួយនឹងសង្ខេបរបាយការណ៍ចំណាយមួយគឺនៅក្នុងខែ8ឆ្នាំ2026ហ្នឹងយើងមានប្រភេទចំណាយមួយចំនួនមានចំណាយសម្រាប់ការិយាល័យថ្លៃដឹកជញ្ជូនឬក៏យើងទិញទ្រព្យសកម្មផ្សេងៗអីចឹងទៅក្នុងនេះវាមានតម្លៃខ្លះក៏ទិញ$100ចំណាយជូនឯកសារនេះអស់$5,000ទេហើយចំណាយទិញសម្ភារៈទិញតុឬក៏ទិញកុំព្យូទ័រហ្នឹងវាអស់តម្លៃទៅតាមចំណាយជាក់ស្ដែងដែលដាក់ចឹងនៅក្នុងតារាងហ្នឹងក្នុងហ្នឹងខ្ញុំមានចំណោទមួយដែលត្រូវដាក់ថាស្វែងរកទិន្នន័យដែលមានតម្លៃលើសពី$500ចឹងនៅក្នុងនេះបើសិនបើយើងមើលផ្នែកតេយើងមើលឃើញហើយថានេះមានអានេះមួយវាតម្លៃលើសពី$500ប៉ុន្តែនៅក្នុងការប្រើប្រាស់ Excel យើងមិនមែនមើលតែផ្នែកតេហ្នឹងទេកាលណាទិន្នន័យយើងមានតែ4 5អញ្ចឹងយើងងាយស្រួលមើលវិញប៉ុន្តែបើសិនបើទិន្នន័យយើងវាមានច្រើនជាងហ្នឹងយើងត្រូវការប្រើប្រាស់លក្ខខណ្ឌនៅក្នុង Excel ដើម្បីជួយបង្ហាញចាអញ្ចឹងឥឡូវនៅក្នុងនេះខ្ញុំចូលទៅ conditional formatting ខ្ញុំ select ទៅលើcell ទាំង5ហ្នឹងដែលខ្ញុំចង់ដាក់លក្ខខណ្ឌហ្នឹងហើយខ្ញុំចូលមក conditional formatting ចូលមក new rule បន្ទាប់មកទៀតនៅក្នុង new rule ហ្នឹងវាមាន format the cell based on their value អញ្ចឹងដោយសារក្នុងលំហាត់នេះគឺខ្ញុំចង់ឲ្យវា highlight ទៅលើចំនួនដែលមានតម្លៃលើសពី$500អញ្ចឹងខ្ញុំយកអានោះហើយខ្ញុំចុចពាក្យ OK oh no អានេះខ្ញុំអត់តាមបានលក្ខខណ្ឌណាមិនបានវាលោតទៅអញ្ចឹងជាមួយខ្ញុំសុំមើលម្ដងទៀត clear rule វាសិនតោះមកខ្ញុំចូលម្ដងទៀតចូលមក conditional formatting ចូលមក new rule ក្នុងនេះវាដាក់លក្ខខណ្ឌហើយអញ្ចឹងខ្ញុំ select លើវាសិនពេលដែល select ហើយត្រូវចុចពាក្យ no សំទោសចូលមកទី2វិញណានេះចូលមក format only the cell that contain មានន័យថា format ទៅលើតែ cell ណាដែលវាផ្ទុកនៅទិន្នន័យអីគេមកមើលកន្លែង cell value នេះកន្លែងនេះខ្ញុំ select យកពាក្យgreater than មានន័យថាលើសពីព្រោះក្នុងលក្ខខណ្ឌនេះគេនិយាយថាស្វែងរកទិន្នន័យដែលមានតម្លៃលើសពី500អញ្ចឹងក្នុងនេះខ្ញុំ select យកពាក្យ greater than ហើយខ្ញុំវាយពាក្យ500ចូលហ្នឹងចាំមានន័យថាប៉ះសិនបើ cell ដែលមានទិន្នន័យលើសពី$500ឲ្យវាកំណត់អីគេយើងអាចកំណត់ឲ្យវាដាក់ fill ទៅវាទៅជាពណ៌អីក៏បានឬក៏យើងអាចដាក់ border វាក៏បានឬក៏យើងអាចដាក់ដូរ font វាអញ្ចឹងឥឡូវក្នុងនេះខ្ញុំ select យក font ពណ៌ក្រហមហើយខ្ញុំឲ្យដាក់ bold
អត់ដាក់ឲ្យវាដិតណាចឹងខ្ញុំចុចពាក្យ OK ហើយ OK ទៀតចឹងយើងមើលក្នុងនេះកន្លែងនេះឃើញទេ computer យួរដៃនេះវាតម្លៃវាលើសពី$500អញ្ចឹងអាហ្នឹងវាចេញពណ៌ក្រហមហ្មងដោយសារដោយឡែកអាផ្សេងទៀតអត់ចេញទេឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំកែតំណែងនេះទៅ500អត់ចេញទេអត់ចេញដោយសារអីដោយសារនេះវាដាក់ថាលើសពី500អញ្ចឹងបើខ្ញុំដាក់501វាដូរទៅពណ៌ក្រហមតែបើខ្ញុំដាក់500ធម្មតាវាអត់ចេញទេអញ្ចឹងលក្ខខណ្ឌដែលយើងដាក់នេះគឺយើងដាក់ក្នុងការកំណត់ហើយបងប្អូនអាចយកលក្ខខណ្ឌផ្សេងទៀតក៏បានដែរយកទៅបំបែកបន្ថែមណាអញ្ចឹងក្នុងនេះខ្ញុំឧទាហរណ៍ក្នុងលក្ខខណ្ឌនេះត្រឹមប៉ុណ្ណឹងចាអរគុណច្រើនសម្រាប់ការទស្សនាអរគុណ